នេះគឺជាប្រវត្តិសង្ខេបនៃការបង្កើតក្រុមហ៊ុន YouTube YouTube គឺជាក្រុមហ៊ុនដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោកដែលមានមនុស្សចូលទស្សនារាប់លាននាក់ពីមួយឆ្នាំទៅមួយឆ្នាំហើយវីដេអូដែលបានផុសនៅក្នុង YouTube មានចំណងជើងថា Me at the Zoo គឺជាវីដេអូមុនគេបង្អស់ដែលត្រូវបានបង្ហោះនៅក្នុង YouTube កាលពីថ្ងៃទី23ខែមេសាឆ្នាំ2005វីដេអូដែលមានរយៈពេល18នាទីនេះបង្ហោះដោយស្ថាបនិក YouTube ម្នាក់ឈ្មោះថាលោកចៅ Karim នៅសួនសត្វ San Diego តទៅនេះគឺជាប្រវត្តិដ៏សង្ខេបពីការបង្កើតក្រុមហ៊ុន YouTube ត្រូវបានបង្កើតឡើងនៅខែកុម្ភៈឆ្នាំ2005ដោយស្ថាបនិក3រូបទី1គឺលោក Steve Chen ទី2គឺលោក Chad Hurley លោកចៅ Karim នៅ San Mateo រដ្ឋ California សហរដ្ឋអាមេរិកគំនិតនេះកើតឡើងបន្ទាប់ពីពួកគេជួបបញ្ហាក្នុងការចែករំលែកវីដេអូអនឡាញហើយចំណុចសំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃក្រុមហ៊ុន YouTube នៅខែកុម្ភៈឆ្នាំ2005 YouTube ត្រូវបានចុះបញ្ជីជា domain ឬក៏ហៅគេហទំព័រ www.youtube.com ហើយនៅថ្ងៃទី23ខែមេសាឆ្នាំ2005វីដេអូដំបូងគេគឺមានឈ្មោះថា Me at the Zoo ត្រូវបានបង្ហោះដោយលោក Joe Karin នៅសួនសត្វ San Diego បន្ទាប់មកនៅខែធ្នូឆ្នាំ2005 YouTube ចាប់ផ្ដើមដំណើរការផ្លូវការទទួលបានការពេញនិយមយ៉ាងឆាប់រហ័សនៅឆ្នាំ2006ក្រុមហ៊ុន YouTube បានក្លាយទៅជាវេទិកាចែករំលែកវីដេអូឈានមុខគេដំបូងបំផុតវីដេអូកម្សាន្តវីដេអូចម្រៀងនិងវីដេអូផ្សេងៗជាច្រើនបន្ទាប់ទៀតហើយនៅខែតុលាឆ្នាំ2006ក្រុមហ៊ុនយក្ស Google បានទិញក្រុមហ៊ុន YouTube ក្នុងតម្លៃ $1.65 លាននៅឆ្នាំ2007ដល់ឆ្នាំ2010ក្រុមហ៊ុន YouTube បានណែនាំមុខងារថ្មីដូចជាការ Live ផ្ទាល់ឬក៏ Live Streaming ហើយនិងការជាវឬក៏ Subscription ការចាប់ផ្ដើមប្រព័ន្ធចែករំលែកប្រាក់ចំណូលជាមួយនឹងអ្នកបង្កើតមាតិកា YouTube Partner Program ក៏បានកើតមានឡើងហើយនៅឆ្នាំ2011ដល់ឆ្នាំ2015ក្រុមហ៊ុន YouTube ធ្វើការពង្រីកទៅលើមាតិកាដើមឬក៏ហៅថា YouTube Original ការវិវត្តចាប់ផ្ដើមបើកដំណើរការពី YouTube Premium និង YouTube Music នៅឆ្នាំ2016ដល់ឆ្នាំ2020ការកើតឡើងនៃការបង្កើតមាតិកា YouTubers និងវីដេអូខ្លី YouTube Shorts ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន TikTok ហើយថែមទាំងបានកែលម្អគោលការណ៍មាតិកានិងប្រព័ន្ធស្វ័យប្រវត្តិដើម្បីគ្រប់គ្រងមាតិកាមិនសមស្របណាមួយដែលបានកើតឡើងនៅឆ្នាំ2011ដល់ឆ្នាំ2025ក្រុមហ៊ុន YouTube មានការប្រើប្រាស់ជាង 2.5 លានអ្នកនៅក្នុងមួយខែក្នុងនោះដោយផ្ដោតទៅលើ AI ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់និងការផ្សព្វផ្សាយការពង្រីកទីផ្សារនៅតំបន់អាស៊ីអាហ្វ្រិកនិងអាមេរិកឡាទីនឥទ្ធិពលយ៉ាងខ្លាំងក្លា YouTube បានផ្លាស់ប្ដូរវិធីប្រើប្រាស់មាតិកា Digital ដោយផ្ដល់ឱកាសឲ្យអ្នកបង្កើតមាតិកាទូទាំងពិភពលោកសរុបមកក្រុមហ៊ុន YouTube គឺជាវេទិកាសម្រាប់អប់រំការកម្សាន្តនិងទីផ្សារ Digital ដំបូងមួយដ៏វិសេសបំផុតស្របពេលជាមួយនឹងការប្រកួតប្រជែងខ្លាំងក្រុមហ៊ុន YouTube តែងតែមានការប្រឈមនឹងបញ្ហាដូចជាការគ្រប់គ្រងមាតិកាឯកជនភាពនិងការប្រកួតប្រជែងជាមួយនឹងវេទិកាផ្សេងទៀតផងដែរ